ជំរាបសួរលោកម្ចាស់ក្មេងយ៉ាន់ស៊ីឥឡូវចៅណេណាទើបតែដល់សន្តាគារត្រៀមចូលរួមពិធីលៀងសៃផូចសមាគមពាណិជ្ជកម្មធានហៃពិធីលៀងសៃផូចស្អីប្រញាប់លោកចៅភ្លាមទៅលោកយាយបានរៀបចំការណាត់ជួបមុខគូស្រករចៅខាងស្រីជាកូនស្រីអភិជនត្រកូលស៊ូនៅធានហៃឈ្មោះស៊ូវ៉ាន់ឈីងចៅត្រូវតែចាប់យកឱកាសនេះឲ្យបានល្អលោកតាការវិភាគខ្ញុំយប់នេះគ្មានការវិភាគណាសំខាន់ជាងរឿងគូស្រករទេលោកយាយប្រាប់ថាបើចៅហ៊ានតែមិនទៅគាត់នឹងមកធានហៃដោយផ្ទាល់ដើម្បីចាប់ចៅចង់យកទៅវិញគិតមើលដោយខ្លួនឯងទៅផ្ញើអាសយដ្ឋានមកឲ្យខ្ញុំមកអីចឹងទើបជាចៅប្រុសល្អរបស់តាអាសយដ្ឋាននឹងផ្ញើទៅភ្លាមខាងស្រីកំពុងរងចាំចៅហើយប្រញាប់ទៅទីនោះភ្លាមទៅចាំថាត្រូវបង្ហាញអាកប្បកិរិយាសម្បត្តិអភិជនត្រកូលគូយើងហាលោកចៅពិធីលៀងសៃផូចឲ្យខ្ញុំផងខ្ញុំមានការផ្សេងបាទលោកម្ចាស់ក្មេងទៅហាងតែឈីងយ៉ានផ្លូវណានសានពួកអញត្រឡប់ទៅមុនចុះខ្ញុំទៅតែម្នាក់ឯងបានហើយយ៉ាងណាក៏ជាការជួបមុខគូស្រករនាំគ្នាច្រើនពេកមិនល្អទេជំរាបសួរលោកបានកក់កន្លែងតុបដែរឬទេកន្លែងដែលកញ្ញាស៊ូបានកក់លោកគឺលោកគូមែនទេកញ្ញាស៊ូរងចាំនៅបន្ទប់ពិសេសជាន់ទី2យូរហើយខ្ញុំអញ្ជើញលោកឡើងទៅខ្ញុំឡើងទៅខ្លួនឯងបានហើយឯងគឺគូយ៉ាន់ស៊ីមែនទេគឺខ្ញុំហើយកញ្ញាស៊ូឲ្យខ្ញុំមកទទួលលោកឡាននៅខាងក្រៅតាមខ្ញុំមកមិនមែនជួបគ្នានៅទីនេះទេដូចទីតាំងហើយកញ្ញាស៊ូថាការជួបមុខគូស្រករមិនអាចធ្វើឡើងផ្ដេសផ្ដាស់ទេប្រញាប់ឡើងទៅរវល់យឺតយ៉ាវធ្វើអីទៀតគុំបង្អែបង្អង់ឡើងឡានលឿននេះទៅណាដល់ហើយនឹងដឹងគុំសួរច្រើនពេកនេះទៅណាដល់ហើយនឹងដឹងគុំសួរច្រើនពេកដល់ហើយចុះពីលើឡានប្រុសក្រីក្រម្នាក់ចង់មកជួបមុខអ្នកនាងពួកយើងផងគួរឲ្យចាប់អារម្មណ៍ណាស់លោកម្ចាស់ក្មេងតាលោកណៃណាត្រូវគេបោះបង់ចោលនៅតំបន់ឧស្សាហកម្មបោះបង់ចោលភាគខាងជើងក្រុងខ្ញុំនឹងផ្ញើទីតាំងជាក់លាក់ឲ្យមិនបាច់ប្រញាប់មកទេបើកយឺតមកស្អីគេលោកម្ចាស់ក្មេងរងចាំខ្ញុំនឹងប្រញាប់ខ្ញុំប្រាប់ថាបើកយឺតខ្ញុំចង់មើលណាស់ថាតើត្រកូលស៊ូនេះចង់លេងល្បិចស្អីឲ្យប្រាកដអ្នកនាងរឿងរ៉ាវរៀបចំរួចរាល់ហើយអាប្រុសនោះត្រូវគេយកទៅបោះចោលនៅតំបន់ឧស្សាហកម្មបោះបង់ចោលភាគខាងកើតក្រុងហើយកន្លែងនោះគ្មានមនុស្សម្នាក់សោះសេវាទូរស័ព្ទក៏អន់ទៀតគ្រប់គ្រាន់ឲ្យគេលំបាកកន្លះថ្ងៃហើយចាស់យល់ហើយលោកតាខ្ញុំពិតជាមិនមែនបង្ខំឲ្យខ្ញុំរៀបការជាមួយអាប្រុសក្រីក៏តកូគូខ្ញុំស៊ើបមើលអស់ហើយពួកគេគ្រាន់តែជាគ្រួសារធម្មតាមួយមិនដឹងថាលោកតាមើលឃើញល្អត្រង់ណាទេបើមានអ្នកមករកមនុស្សតកូគូគ្រាន់តែប្រាប់ថាគ្មានមនុស្សម្នាក់នឹងមកទេយល់ទេជីងមកវិញហើយបានជួបក្មេងត្រកូលគូនោះទេរូបរាងយ៉ាងម៉េចដែរអត្តចរិតយ៉ាងម៉េចដែរលោកយាយកុំបារម្ភអីបានទេគ្រួសារគូនោះគ្រាន់តែជាគ្រួសារធម្មតាសោះខ្ញុំស៊ើបដឹងយូរហើយពួកលោកគិតយ៉ាងម៉េចហ្នឹងឲ្យខ្ញុំទៅរៀបការជាមួយមនុស្សសាមញ្ញមិនអាចទៅរួចទេលោកតាថាគ្រួសារគូនោះអូយលោកយាយខ្ញុំស៊ូវ៉ាន់ឈីងមិនអាចរៀបការជាមួយមនុស្សគ្មានក្នុងបង្អែកឡើយកុំបង្ខំខ្ញុំអីឈីងរឿងអាពាហ៍ពិពាហ៍នេះគឺតាកំណត់ជាមួយលោកតាត្រកូលគូដោយផ្ទាល់កុំក្បាលរឿងអីរឿងអាពាហ៍ពិពាហ៍នេះគឺតាកំណត់ជាមួយលោកតាត្រកូលគូដោយផ្ទាល់កុំក្បាលរឿងអីលោកតាខ្ញុំមិនមែនក្បាលរឿងទេខ្ញុំគិតគូរដើម្បីត្រកូលស៊ូតាសាពិចារណាមើលស្ថានភាពត្រកូលស៊ូយើងឥឡូវមើលខ្ញុំត្រូវការប្តីដែលស្រោចស្រង់យើងបានមិនមែនជាបន្ទុកនាំរំខានទេថ្ងៃនេះខ្ញុំឲ្យគេទៅលបងមើលគូយ៉ាងជឿនោះហើយគេគ្មានសមត្ថភាពតបត់បន្តិចសោះត្រូវគេបោះចោលនៅព្រៃស្ងាត់ក៏ធ្វើអ្វីមិនកើតមនុស្សបែបហ្នឹងសំធ្វើកូនប្រសាទត្រកូលស៊ូយ៉ាងម៉េចចៅនិយាយក៏មានហេតុផលខ្លះដែរប៉ុន្តែអាពាហ៍ពិពាហ៍នេះបានព្រមព្រៀងគ្នារួចហើយដកពាក្យភ្លាមមិនល្អដល់គ្រួសារទាំងសងខាងទេរឿងនឹងស្រួលទេឲ្យគេជាអ្នកសុំដកពាក្យដោយខ្លួនឯងទៅស្រួលតើឲ្យគេជាអ្នកដកពាក្យដោយខ្លួនឯងទៅបានហើយខ្ញុំឲ្យគេរៀបចំរួចរាល់ហើយឲ្យតែគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកពាក្យពួកយើងប្រគល់ប្រាក់សងជំនួយចិត្តឲ្យគេរឿងនេះចប់ហើយធ្វើបែបនេះមិនសូវល្អទេដឹងយ៉ាងណាក៏លោកតាក្រមុំដណ្ដឹងឲ្យគេដែរលោកយាយអាណិតចៅស្រីម្នាក់នេះផងខ្ញុំមិនចង់រៀបការជាមួយមនុស្សអសមត្ថភាពទេលោកយាយលោកតាមានរឿងធំហើយ
មានរឿងអីបានជាភ្ញាក់ផ្អើលយ៉ាងនេះអំបញ្ញមិញខ្ញុំទៅឆ្លងកាត់តំបន់ឧស្សាហកម្មភាគខាងជើងឃើញមានឡានរ៉ូរ៉យហ្វាន់ថមមួយគ្រឿងនិងឡានទំនើបពណ៌ខ្មៅជាច្រើនគ្រឿងចតនៅទីនោះអង្គរៈជាច្រើនអ្នកកំពុងតាមរករកមនុស្សគឺកំពុងតាមរកគូយ៉ាងជើគេមិនមែនជាមនុស្សសាមញ្ញទេម្ដេចក៏មានអំណាចនិងក្បួនដង្ហែធំសម្បើមយ៉ាងនេះប្រហែលជាមើលច្រឡំហើយក្រុងធានហៃមិនមែនមានឡានរ៉ូរ៉យតែមួយគ្រឿងនោះទេមិនមែនទេបងស្រីខ្ញុំប្រាប់បងណាឡានទាំងនោះសុទ្ធតែពាក់ផ្លាកលេខក្រុងជេងប្រភេទផ្ដាំដោយយេងអាណាបងស្រីបងប្រកាសថាបានស៊ើបសួរច្បាស់ហើយបងស្រីបងប្រកាសថាបានស៊ើបសួរច្បាស់ហើយជប់និយាយទៅទូគេមានក្នុងបង្អែកបន្តិចបន្តួចក៏ធ្វើអ្វីយើងមិនបានដែរកុំផ្អើលឆោឡោពេកមិនអីទេខ្ញុំស៊ើបសួរច្បាស់ណាស់ត្រកូលគេគ្រាន់តែជាគ្រួសារធម្មតាប៉ុណ្ណោះឡានស៊េរីទំនើបទាំងនោះប្រកាសជានឹងគេគ្មានពាក់ព័ន្ធអីទេប្រកាសជាចៃដន្យហើយលោកប្រុសក្មេងមិនអីទេអាចមានរឿងអីកើតទៅគ្រាន់តែត្រូវខ្ចប់បន្តិចតើនរណាជាអ្នកធ្វើខ្ញុំនឹងនាំមនុស្សទៅចាប់ខ្លួនគេភ្លាមមិនបាច់ប្រញាប់ទេរឿងនេះចាំស្អែកសឹមនិយាយលោកប្រុសក្មេងរឿងនេះមិនអាចបញ្ចប់បែបនេះទេខ្ញុំប្រាប់ថាចាំស្អែកតើលោកប្រុសក្មេងរឿងនេះមិនអាចបញ្ចប់បែបនេះទេខ្ញុំប្រាប់ថាចាំស្អែកតើលោកប្រុសក្មេងអាឡេវលោកប្រុសក្មេងជួយស្រាវជ្រាវឲ្យខ្ញុំបន្តិចរាល់ព័ត៌មានត្រកូលស៊ូនៅឆេនហេក្នុងរយៈពេល3ខែចុងក្រោយនេះបាទជាពិសេសគឺខ្សែចង្វាក់ដើមទុននិងការសហការគម្រោងផ្សេងបាទខ្ញុំនឹងចាត់ការភ្លាមស្អែកជួយណាត់ប្រធានឆេននៃសភាពាណិជ្ជកម្មឆេនហេឲ្យខ្ញុំមានរឿងចង់ជែកជាមួយគាត់យ៉ាងសឹកថ្ងៃនេះមើលមុខគូយ៉ាងម៉េចដែរបានជួបហើយធ្វើឲ្យចាប់អារម្មណ៍ខ្លាំងណាស់មានរឿងអីមែនទេគ្មានអីទេលោកតាគ្រាន់តែមានអារម្មណ៍ថាការបដិសណ្ឋារកិច្ចរបស់ត្រកូលសុបប្លែកខ្លាំងធ្វើឲ្យខ្ញុំបើកភ្នែកធំតែម្ដងគ្មានអីទេលោកតាគ្រាន់តែមានអារម្មណ៍ថាការបដិសណ្ឋារកិច្ចរបស់ត្រកូលសុបប្លែកខ្លាំងធ្វើឲ្យខ្ញុំបើកភ្នែកធំតែម្ដងយ៉ាងស៊ីលោកតានិយាយត្រង់ចុះណាពេលនេះត្រកូលសុដាច់ខ្សែកាប់ដើមទុនហើយអាតាធំស៊ឺឆេនហេនោះមកអង្វរលោកតាជាច្រើនលើកចង់ឲ្យចៅស្រីគេរៀបការជាមួយចៅដើម្បីពឹងផ្អែកលើធនធានគ្រួសារយើងឆ្លងផុតវិបត្តិដើមឡើយលោកតាមិនចង់យល់ព្រមទេប៉ុន្តែលោកយាយចង់ឲ្យចៅទៅជួបមុខគេបើចៅមិនពេញចិត្តរឿងរៀបការនេះចាត់ទុកថាចោលចុះរឿងអនាគតផ្ទាល់ខ្លួនចៅសម្រេចចិត្តដោយខ្លួនឯងចុះប៉ុន្តែគេយ៉ាងក្រុងឆេនហេមួយរយៈពេលនេះមិនសូវស្ងប់ស្ងាត់ទេមានអំណាចមួយចំនួនកំពុងរៀបចំផែនការអាក្រក់លោកតាឲ្យចៅទៅមើលមុខគូគ្រាន់តែជាលេសរងប៉ុណ្ណោះគោលបំណងសំខាន់គឺចៅយល់ឲ្យលោកតាកុំបារម្ភខ្ញុំដឹងថាត្រូវធ្វើបែបណាហើយលោកតាកុំបារម្ភខ្ញុំដឹងថាត្រូវធ្វើបែបណាហើយលោកប្រធានមានយុវជនម្នាក់នៅខាងក្រៅចង់ជែកជាមួយលោកនោះណាគេប្រាប់ថាគេត្រកូលកាមកពីក្រុងយេងតែឈ្មោះគេយ៉ាងសមែនទេគេមិនបានប្រាប់ឈ្មោះទេអញ្ជើញគេឆាប់ទេខ្ញុំទៅទទួលដោយផ្ទាល់អ្នកប្រុសគេអភ័យទោសផងដែលខ្ញុំមិនបានចេញទៅទទួលហេតុអ្វីមិនប្រាប់ជាមុនបន្តិចដើម្បីឲ្យខ្ញុំបានរៀបចំជប់លៀងទទួលហាប្រធានឆេនគួរសំពេចហើយខ្ញុំគ្រាន់តែឆ្លងកាត់ទីនេះក៏ចូលមកមើលបន្តិចអញ្ជើញចូលខាងក្នុងអញ្ជើញចូលនិយាយគ្នានៅក្នុងបន្ទប់ធ្វើការប្រធានឆេនគួរសំពេចហើយខ្ញុំគ្រាន់តែឆ្លងកាត់ទីនេះក៏ចូលមកមើលបន្តិចអញ្ជើញចូលខាងក្នុងអញ្ជើញចូលនិយាយគ្នានៅក្នុងបន្ទប់ធ្វើការប្រធានឆេនថ្ងៃនេះខ្ញុំមកចង់សួរនាំពីមនុស្សម្នាក់លោកប្រុសគេសួរមកចំពោះរឿងនៅឆេនហេគ្មានរឿងណាដែលខ្ញុំមិនដឹងទេគ្រូសាស៊ូនៅឆេនហេលោកស្គាល់ច្បាស់ទេស៊ូយ៉នហេស្គាល់ប្រកាសជាស្គាល់នៅឆេនហេពួកគេក៏ចាត់ទុកជាគ្រូសាមានមុខមាត់ដែរប៉ុន្តែលោកប្រុសគេសួរនាំពីគ្រូសាជាធ្វើអ្វីកាលពីយប់មិញខ្ញុំបានជួបមើលអនាគតគូស្រករជាមួយកូនស្រីគ្រូសាជុនេះជារឿងល្អតើគ្រូសាសេទូបីជាគ្មានតម្លៃក្នុងភ្នែកលោកប្រុសប៉ុន្តែនៅឆេនហេក៏មានឈ្មោះបោះសម្លេងដែរកញ្ញាស៊ឹមម្នាក់នោះពិតជាស្អាតមែននាងឲ្យគេយកខ្ញុំទៅបោះចោលនៅតំបន់ឧស្សាហកម្មចាស់ឲ្យខ្ញុំហើរភ្លៀងអស់40នាទីស្អីគេគ្រូសាស៊ូឲ្យគេយកលោកប្រុសដូច្នេះខ្ញុំចង់សួរប្រធានឆេនគ្រូសាស៊ូមួយនេះនៅឆេនហេតែងតែមានអំណាចកាំងយ៉ាងនេះឬលោកប្រុសគេអញ្ជើញស្ដាប់ខ្ញុំពន្យល់សិនគ្រូសាស៊ូមិនបានដឹងពីឋានៈរបស់លោកប្រុសទេពួកគេមិនចាំបាច់ដឹងពីឋានៈរបស់ខ្ញុំទេការគោរពគ្នាបឋមមិនពាក់ព័ន្ធនឹងឋានៈឡើយប្រធានឆេនថ្ងៃនេះខ្ញុំមកគ្រាន់តែចង់ដឹងស្ថានភាពប៉ុណ្ណោះគ្មានបំណងអ្វីផ្សេងទេលោកមិនបាច់តក់ស្លុតទេលោកប្រុសគេចាំបន្តិចសិនរឿងគ្រូសាឆេននេះខ្ញុំប្រកាសជាខ្ញុំប្រាប់ហើយថារឿងនេះខ្ញុំចាត់ការដោយខ្លួនឯងសងឲ្យខ្ញុំសួរមួយរឿងកូនស្រីអេងសឹមមិនបានទៅជួបមុខមើលអនាគតគូស្រករមែនទេមែនហើយមានរឿងអីហែនមិនក៏ស្រាប់តែចាប់អារម្មណ៍រឿងនេះខាងប្រុសត្រកូលកាមែនទេត្រកូលលោកតាមានរឿងអីសងឲ្យអញដឹងទេថាម្នាក់ត្រកូលកានោះមានក្នុងបង្អែកធំប៉ុណ្ណាមានក្នុងបង្អែកស្អីទៅគ្រាន់តែជាគ្រួសារធម្មតាឪពុកគេកាលនោះនៅកងទ័ពតែមួយជាមួយខ្ញុំ
ពេលចេញពីជួរកងទ័ពក៏ធ្វើអាជីវកម្មតូចតាចមិនរាប់ជាគ្រួសារធំដុំអីទេសួរឲ្យជឿពាក្យខ្ញុំស្ដាប់ការទូន្មានទៅប្រញាប់តាក់ទងទៅប្អូនប្រុសកានូពីលំទៅហើយនាំកូនស្រីឯងទៅសុំទោសភ្ញៀវត្រកូលកានូដោយផ្ទាល់ទៅអាកប្បកិរិយាត្រូវតែស្មោះស្ម័គ្របំផុតហានវ៉ាន់ឯងនិយាយស្អីហ្នឹងក្មេងប្រុសមកពីគ្រួសារធម្មតាម្នាក់ចាំបាច់ឲ្យកូនស្រីខ្ញុំទៅសុំទោសដែរគ្រួសារធម្មតាហេសួរឲ្យស៊ីវឯងដឹងអត់ថាប្រធានសមាគមពាណិជ្ជកម្មយើងត្រកូលអីត្រកូលយ៉ាមនុស្សជាន់ខ្ពស់ម្នាក់នោះកាលពីខែមុននៅរាជធានីបានលើកៅស្រាជូនប្រក្មេងម្នាក់នេះដោយផ្ទាល់ឯងមកប្រាប់ខ្ញុំថាគេជាគ្រួសារធម្មតាតាសួរឲ្យតាសូតាលោកដឹងទេថាប្រធានសមាគមពាណិជ្ជកម្មយើងមានត្រកូលអ្វីគឺត្រកូលយ៉ាមនុស្សជើងខ្លាំងម្នាក់នេះកាលពីខែមុននៅពិធីជប់លៀងជាងចិនបានលើកៅស្រាជូនប្រក្មេងប្រុសម្នាក់នេះដោយផ្ទាល់ចុះលោកមកប្រាប់ខ្ញុំថាគេជាគ្រួសារធម្មតាអាឡូតាហ្គាមែនទេតាសូមិនក៏ថ្ងៃនេះនឹកឃើញតែមកខ្ញុំចុះរឿងចៅស្រីលោកនឹងចៅប្រុសខ្ញុំណាត់ជួបគ្នាយ៉ាងម៉េចហើយតាហ្គាខ្ញុំចង់សួរលោកមួយតាមពិតគ្រួសារលោកធ្វើអ្វីឲ្យប្រាកដចិនហានមិនប្រាប់ខ្ញុំថាប្រធានសមាគមពាណិជ្ជកម្មថ្នាក់ជាតិមានត្រកូលដូចលោកនោះជាបងប្រុសបង្កើតខ្ញុំរឿងគ្រួសារយើងដើមឡើយមិនចង់ឲ្យលោកដឹងលឿនបែបនេះទេគេយ៉ាងសេចក្ដីនោះចូលចិត្តរស់នៅស្ងប់ស្ងាត់មិនចូលចិត្តអួតអាងទេតែបើលោកសួរទៅហើយខ្ញុំក៏មិនបិទបាំងលោកទៀតដែរគេយ៉ាងសេចក្ដីនោះចូលចិត្តរស់នៅស្ងប់ស្ងាត់មិនចូលចិត្តអួតអាងទេតែបើលោកសួរទៅហើយខ្ញុំក៏មិនបិទបាំងលោកទៀតដែរតាសួរលោកកើតអីហ្នឹងមានរឿងអីកើតឡើងមែនទេគ្មានអីទេតាហ្គារឿងក្មេងទាំងពីរខ្ញុំគិតថាគួរតែឲ្យពួកគេមើលចិត្តគ្នាបន្ថែមទៀតហាហាប្រកាសជាចឹងហើយប៉ុន្តែតាសូពួកយើងជាមិត្តចាស់នឹងគ្នាខ្ញុំនិយាយត្រង់ចុះគេយ៉ាងសេក្មេងនោះមើលទៅដូចជារស់រាយតែពិតណាស់គេមានគំនិតច្បាស់លាស់បើស៊ូវ៉ាន់ខេងមិនចូលចិត្តគេឬគេមើលមិនចូលភ្នែកស៊ូវ៉ាន់ខេងរឿងនេះពួកយើងជាចាស់ទុំកុំបង្ខំអីមិនទេមិននឹងមើលមិនចូលភ្នែកទៅលោកកុំបារម្ភខ្ញុំនឹងឲ្យស៊ូវ៉ាន់ខេងចាប់ឱកាសនេះឲ្យបានល្អលោកកុំបារម្ភខ្ញុំនឹងឲ្យស៊ូវ៉ាន់ខេងចាប់ឱកាសនេះឲ្យបានល្អអ្នកណានៅខាងក្រៅលោកម្ចាស់មានការអីប្រើប្រាស់ហើយអ្នកនាងមកបន្ទប់ធ្វើការភ្លាមចាស់លោកម្ចាស់លោកតាមានរឿងអីមែនទេចៅកំពុងរៀបចំចេញទៅដាប់ផ្សារតាសាមួយថ្ងៃចេះតែបង្កកំហុសគេយ៉ាងសេកំពុងតាមស៊ើបអង្កេតពួកយើងហើយគ្រាន់តែអាប្រុសក្រីក្រនោះមិនអាចទៅរួចទេអាប្រុសក្រីក្រតែឯងដឹងទេអំប្រុសរបស់គេជាប្រធានសមាគមពាណិជ្ជកម្មនេះមានន័យថាឲ្យតែត្រកូលកពោមួយម៉ាត់ត្រកូលសយើងគ្មានថ្ងៃបានឈរជើងនៅឆេងហេទៀតឡើយមិនអាចទេចៅធ្លាប់ស៊ើបហើយត្រកូលហ្គាគឺមកពីឯងស៊ើបនឹងហើយមិនអាចទេចៅធ្លាប់ស៊ើបហើយត្រកូលហ្គាគឺមកពីឯងស៊ើបនឹងហើយចុះឯងបានស៊ើបស្អីខ្លះស៊ូវ៉ាន់ខេងឯងប្រញាប់ទេទៅហ្គាយ៉ាងសេដើម្បីសុំទោសគេភ្លាមត្រូវមានអាកប្បកិរិយាស្មោះត្រង់មិនថាយ៉ាងណាត្រូវតែសម្រុះសម្រួលរឿងនេះឲ្យបានអាឡូអ្នកណាគេហ្នឹងគឺគេយ៉ាងសមែនទេខ្ញុំគឺស៊ូវ៉ាន់ខេងកញ្ញាស៊ូមានការអីជាមួយខ្ញុំរឿងម្សិលមិញខ្ញុំចង់ពន្យល់បន្តិចជំរាបសួរតើនរណាគេហ្នឹងលោកកាគេយ៉ាងសមែនទេខ្ញុំគឺស៊ូវ៉ាន់ខេងកញ្ញាស៊ូមានការអីជាមួយខ្ញុំរឿងម្សិលមិញខ្ញុំចង់ពន្យល់បន្តិចមកពីខ្ញុំរៀបចំមិនបានល្អធ្វើឲ្យលំបាកចិត្តហើយសុំទោសលំបាកចិត្តកញ្ញាសិននិយាយលេងទេដឹងខ្ញុំគ្រាន់តែជាក្មេងត្រកូលធម្មតាត្រូវគេបោះបង់ចោលហៅភ្លៀងនៅព្រៃដាច់ស្រយាលតើលំបាកចិត្តស្អីទៅស៊ូវ៉ាន់ខេងការសុំទោសនេះគឺដោយសារដឹងខ្លួនខុសឬមួយមកពីដឹងពីអត្តសញ្ញាណរបស់ខ្ញុំទើបភ័យខ្លាចមិនបាច់សុំទោសទេព្រោះមិនថាសុំទោសឬអត់រឿងនេះមិនអាចចប់ត្រឹមនឹងទេព្រោះមិនថាសុំទោសឬអត់រឿងនេះមិនអាចចប់ត្រឹមនឹងទេលោកម្ចាស់តូចស្រាវជ្រាវឃើញហើយនិយាយមកខ្សែចង្វាក់ហិរញ្ញវត្ថុរបស់ស៊ូគ្រុបកំពុងជួបវិបត្តិយ៉ាងខ្លាំង3ខែមុនពួកគេបានទិញដីមួយកន្លែងនៅភាគខាងជើងក្រុងចំណាយអស់ជិត 3000 លានក្នុងនោះ 2000 លានគឺខ្ចីពីធនាគារប៉ុន្តែរឿងរ៉ាវច្បាប់ទម្លាប់ដីនោះរត់មិនចេញទេដើមទុនត្រូវបានកកស្ទះស៊ូចិនហេដើរពឹងពាក់គេគ្រប់ទីប៉ុន្តែក្រុមហ៊ុនធំផ្សេងទៀតនៅឆេនហេសុទ្ធតែមិនចង់ជួយដោះស្រាយរឿងរ៉ាវញ៉ាំញោមនេះទេខែមុនគាត់បានទៅជួបឆេនហានវ៉ាន់ចង់តាមរយៈឆេនហានវ៉ាន់ដើម្បីរកការទំនាក់ទំនងប៉ុន្តែឆេនហានវ៉ាន់ក៏ធ្វើមិនបានសម្រេចដែរដូច្នេះពួកគេក៏ផ្ញើសង្ឃឹមលើការរៀបការផ្សំផ្គុំប្រហែលជាស៊ូចិនហេនិងលោកតាគឺជាមិត្តរួមសមរភូមិទើបដឹងថាត្រកូលហ្គាមិនធម្មតាប៉ុន្តែមិនធម្មតាកម្រិតណានោះគាត់ប្រហែលជាមិនដឹងទេប្រហែលជាគិតថាត្រកូលហ្គាគ្រាន់តែមានអ្នកស្គាល់ច្រើនអាចជួយបានឈៀវលេវតែច្បាប់ទម្លាប់ដីនៅខាងជើងក្រុងស្ទះនៅកន្លែងណាគឺលោកលីវឆេងជាអ្នកទទួលបន្ទុករៀបចំបន្តិច
ថ្ងៃស្អែកខ្ញុំចង់ជួបលោកលីឆេងនេះលោកម្ចាស់តូចលោកចង់ជួយត្រកូលស៊ូហេជួយហេតុអ្វីខ្ញុំត្រូវជួយពួកគេត្រកូលស៊ូមិនចង់បានច្បាប់ទម្លាប់ដីភាគខាងជើងក្រុងទេត្រកូលស៊ូមិនចង់បានច្បាប់ទម្លាប់ដីភាគខាងជើងក្រុងទេអញ្ចឹងធ្វើឲ្យច្បាប់នោះអនុម័តមិនបានរហូតទៅវ៉ាងឃីងអើយកន្លងមកគ្រប់គ្នាតាមចិត្តបណ្ដោយតាមនិស័យចង់បានអីបាននឹងចុះលើកនេះដឹងខ្លួនទេថាខ្លួនឯងបង្កកំហុសធំធេងប៉ុណ្ណាហ៊ានប្រើមនុស្សឲ្យយកអ្នកប្រុសkiaទៅបោះចោលហើរភ្លៀងនៅព្រៃដាច់ស្រយាលគិតយ៉ាងម៉េចហ្នឹងបងធំនិយាយត្រូវវ៉ាងឃីងអើយវ៉ាងឃីងត្រកូលស៊ូរបស់ពួកយើងចិត្តខ្សែធនហើយដឹងទេអ្នករាល់គ្នាសង្ឃឹមលើការរៀបការលើកនេះដើម្បីឆ្លងផុតវិបត្តិអញបែរជាផ្ទះមួយកំភ្លៀងហើយធ្វើឲ្យគេរត់បាត់អស់មួយកំភ្លៀងធ្វើឲ្យគេរត់បាត់អញ្ចឹងល្មមហើយខ្ញុំទទួលស្គាល់ថាមសិលមិញខ្ញុំឆេវឆាវពេកគឺមកពីខ្ញុំមិនបានស៊ើបប្រវត្តិគេឲ្យច្បាស់តែរឿងវាកើតឡើងរួចទៅហើយអាគូយ៉ាន់ស៊ីនឹងគ្រាន់តែជាអ្នកនៅរាជធានីមានក្នុងបង្អែកបន្តិចបន្តួចប៉ុណ្ណោះទីនេះជាឈៀនហេមិនមែនរាជធានីទេអញបិទមកទៅគេជាតែប្រុសបង្កើតរបស់ប្រធានសមាគមពាណិជ្ជកម្មជាតិណាឲ្យតែលោកតាត្រកូលកពោមួយម៉ាត់អាចធ្វើឲ្យត្រកូលសយើងខ្សែខ្លួនបានភ្លាមនៅចំពោះមុខត្រកូលkiaត្រកូលសយើងសំបីតែស្រមោចមួយក្បាលក៏មិនស្មើផងលោកតាចុះឥឡូវខ្ញុំត្រូវធ្វើម៉េចទៅមិញនេះខ្ញុំបានទូរស័ព្ទទៅសុំទោសគេហើយតែគេថារឿងនេះមិនអាចបញ្ចប់ស្រួលបែបនេះទេមិញនេះខ្ញុំបានទូរស័ព្ទទៅសុំទោសគេហើយតែគេថារឿងនេះមិនអាចបញ្ចប់ស្រួលបែបនេះទេវាលើព្រឹកស្អែកអញទៅជួបគូយ៉ាន់ស៊ីផ្ទាល់ជាមួយខ្ញុំអង្គវសុំការលើកលែងទោសពីគេបើមិនអញ្ចឹងទេត្រកូលស៊ើនឹងរលាយជាមិនខានវ៉ាន់ឃីងកុំភ័យអីមានបងនៅទីនេះយូវែនមិនក៏បងមកទីនេះនេះជាការប្រជុំផ្ទៃក្នុងត្រកូលស៊ើយើងទេណាលោកតាឈូថ្ងៃនេះខ្ញុំមកគឺដើម្បីជួយរកផ្លូវរស់ឲ្យត្រកូលស៊ើខ្ញុំបានរឿងការពីយប់មិញហើយតាមខ្ញុំមើលលោកតាវីតម្លៃអម្នាក់ត្រកូលកានោះខ្ពស់ពេកហើយអូចៅប្រុសត្រកូលវងចៅមានគំនិតល្អអីមែនទេត្រកូលកានៅរាជធានីពិតជាខ្លាំងមែនត្រកូលកានៅរាជធានីពិតជាខ្លាំងមែនប៉ុន្តែឈៀនហេក៏មានច្បាប់របស់ឈៀនហេដែរវិបត្តិធំបំផុតរបស់ត្រកូលស៊ើពេលនេះមិនមែនជាដីតម្លៃ3000លាននៅភាគខាងជើងក្រុងទេតែមិនទាន់បានលិខិតអនុញ្ញាតការពិតទៅថ្ងៃត្រង់នេះឪពុករបស់ខ្ញុំទើបតែបានញ៉ាំបាយជាមួយលោកលីវឈឹងដែលទទួលខុសត្រូវគម្រោងនេះលោកលីវបានបញ្ជាក់ច្បាស់ថាឲ្យតែត្រកូលវងយើងព្រមចូលហ៊ុនក្នុងគម្រោងនេះលិខិតអនុញ្ញាតនឹងគេនឹងស៊ីញ៉ែឲ្យក្នុងរយៈពេល3ថ្ងៃយូវនមែនពិតប្រាកដហើយឲ្យតែវ៉ាន់ធីងព្រមទទួលការដណ្ដឹងរបស់ខ្ញុំត្រកូលវងយើងនឹងបញ្ចេញលុយ1000លានវិនិយោគចូលក្រុមហ៊ុនស៊ូគ្រុបដើម្បីសហការអភិវឌ្ឍដីភាគខាងជើងក្រុងនោះដល់ពេលនោះត្រកូលស៊ើនឹងរួចផុតពីវិបត្តិហើយថែមទាំងអាចស្ទុះឡើងកើនមុខមាត់ខ្លាំងតាមរយៈគម្រោងនេះទៀតចំណែកអាគូយ៉ាន់ស៊ីមកពីជើងភ្នំរាជធានីនោះវាខ្លាំងប៉ុណ្ណាក៏ធ្វើអីមិនកើតដែររងចាំគម្រោងចាប់ដើមដំណើរការអង្គខ្លាយជាបាយបាត់ទៅហើយទោះជាត្រកូលkiaក៏ធ្វើអ្វីពួកយើងមិនបានដែរលោកតាខ្ញុំគិតថាយូវែននិយាយត្រូវហេតុអ្វីពួកយើងត្រូវទៅអង្វរអាគូយ៉ាន់ស៊ីនោះកាលពីយប់មិញវាមើងងាយខ្ញុំនឹងមើងងាយត្រកូលស៊ើខ្លាំងណាស់បើខ្ញុំទៅអង្វរវាពិតមែនថ្ងៃក្រោយតាត្រកូលស៊ើមានមុខអីរស់នៅឆេះថ្ងៃទៀតមិនស្មើនឹងចាប់ដៃជាមួយត្រកូលវងពង្រីកគម្រោងភាគខាងជើងក្រុងឲ្យធំដល់ពេលនោះត្រកូលkiaក៏មិនប្រកាសជាហ៊ានប៉ះយើងដែរល្អដែរបើរឿងនេះសម្រេចបានចៅគឺជាអ្នកមានគុណធំរបស់ត្រកូលស៊ើហើយប៉ុន្តែបើមានការប្រែប្រួលណាមួយកើតឡើងវ៉ាន់ខេងនាងត្រូវតែទៅសុំទោសលោកប្រុសកាភ្លាមលោកលីវអញ្ជើញពិសាតែនេះមើលជាតែយូចិនឡងយើងថ្មីប្រមូលផលឆ្នាំនេះរសជាតិឆ្ងាញ់ណាស់ជំរាបលោកប្រុសkiaដីមួយកន្លែងនោះរបស់គ្រូសាឈុបពិតជាជាប់នៅដៃពួកយើងមែនដើមឡើយដីនោះត្រូវរៀបចំសម្រាប់ពាណិជ្ជកម្មប៉ុន្តែថ្មីនេះដោយសារការកែសម្រួលគោលនយោបាយបរិស្ថានដីនេះពិតជាមានទំនាស់ជែកដេញដល់ច្រើនទើបច្បាប់ទម្លាប់ត្រូវគង់រហូតមកអីចឹងតែមិនក៏ខ្ញុំឮថាលោកប្រុសត្រកូលវងបាននិយាយប្រាប់គេឯងនៅថ្ងៃនេះថាឲ្យតែត្រកូលវងចូលរួមវិនិយោគរឿងរ៉ាវច្បាប់ទម្លាប់ដីនេះនឹងរៀបចំរួចរាល់ក្នុងរយៈពេល3ថ្ងៃមានការយល់ច្រឡំហើយលោកប្រុសkiaគឺមកពីអាវងយូវែននោះនិយាយស្ដីផ្ដេសផ្ដាសសោះខ្ញុំនឹងគ្រួសារគេគ្មានពាក់ព័ន្ធគ្នាបន្តិចណាឡើយគឺមកពីអាវងយូវែននោះនិយាយស្ដីផ្ដេសផ្ដាសសោះខ្ញុំនឹងគ្រួសារគេគ្មានពាក់ព័ន្ធគ្នាបន្តិចណាឡើយល្អហើយអីចឹងចុះធ្វើតាមនីតិវិធីទៅដាច់ខាត់មិនត្រូវបាទយល់ហើយលោកប្រុសkiaកុំបារម្ភអីពួកយើងធ្វើតាមនីតិវិធីទាំងអស់វ៉ាងគីងសុំទោសផងលោកវ៉ាងដែលទទួលខុសត្រូវគម្រោងស្រាប់តែប្រែកន្លះពីរឿងដីនោះយកធ្វើពាណិជ្ជកម្មច្បាស់ជាមិនបានទេឪពុកខ្ញុំក៏លែងមិនដាក់ទុនដែរប៉ុន្តែខ្ញុំចូលចិត្តនាងបើជួយមិនបានទេទៅឲ្យឆ្ងាយទៅមានរឿងអីខេងលោកតា
រំពឹងលើលោកប្រុសវងលេងកាត់ហើយខេងដើម្បីគ្រូសាសូឥឡូវនៅសល់តែវិធីមួយចុងក្រោយប៉ុណ្ណោះកុំរឹងរូសទៀតអីដើម្បីគ្រូសាសូឥឡូវនៅសល់តែវិធីមួយចុងក្រោយប៉ុណ្ណោះកុំរឹងរូសទៀតអីខ្ញុំនឹងទៅអង្វរលោកប្រុសកាក្នុងពេលជារឿងដែលខ្ញុំបង្កឡើងខ្ញុំនឹងទៅទទួលខុសលោកម្ចាស់កញ្ញាស៊ូវ៉ាន់ធីងនៃគ្រូសាសូបានឈរនៅមុខភូមិគ្រីស្ទអស់រយៈពេល3ម៉ោងហើយសីតុណ្ហភាពថ្ងៃនេះឡើងដល់35អង្សានាងមិនបានបាំងឆាត់ទេមើលទៅចិត្តទ្រាំមិនបានហើយនាងមកធ្វើអីនាងប្រាប់ថាមកសុំទោសលោកម្ចាស់សុំទោសបើមកសុំអង្វរដើម្បីការរស់រាននៃក្រុមហ៊ុនស៊ូគ្រូបនោះគឺមិនបាច់ជួបទេការអន់ក្បាលរបស់នាងពេលនេះគ្រាន់តែជាការចុះចាញ់អំណាចប៉ុណ្ណោះមិនមែនយល់ពីអត្ថន័យនៃការគោរពពិតប្រាកដឡើយអីចឹងចាំចៅហ្វាយខ្ញុំដេញនាងចេញទៅបណ្ដោយតាមនាងទៅនាងចង់ឈរក៏បណ្ដោយឲ្យនាងឈរទៅឈៀវលីវរ៉ូស៊ីលនេះទៅក្រៅជាមួយខ្ញុំមួយជើងអីគេលោកប្រុសចាខ្ញុំដឹងខុសហើយមកពីខ្ញុំមានមោទនភាពនឹងលំងខ្លៅខ្ញុំសូមអង្វរលោកប្រុសជួយគ្រូសាសផងមានការទន់កម្មអីខ្ញុំសូមទទួលតែម្នាក់ឯងកញ្ញាស៊ូកញ្ញាគិតថាទង្វើរបស់កញ្ញាពេលនេះជាស្អីទៅជំរិតផ្លូវចិត្តឬក៏សម្ដែងធ្វើជាទន់ខ្សោយការដែលកញ្ញាក្រវត្តខ្ញុំចោលនៅរោងចក្របោះបង់ចោលនោះតើធ្លាប់គិតទេថាខ្ញុំម្នាក់ឯងត្រូវទ្រាំទ្រក្នុងមេឃភ្លៀងបែបណាត្រឡប់ទៅវិញទៅពេលនេះកញ្ញាមិនសមទទួលបានការអភ័យទោសទេព្រោះការសុំទោសរបស់កញ្ញាគ្មានចិត្តស្មោះតរតែសោះត្រឡប់ទៅវិញទៅពេលនេះកញ្ញាមិនសមទទួលបានការអភ័យទោសទេព្រោះការសុំទោសរបស់កញ្ញាគ្មានចិត្តស្មោះតរតែសោះគ្រាន់តែមកពីកញ្ញាថត់តាស្ងាត់មាត់ទាំងអស់គ្នាលោកតានិងលោកនាយកទាំងអស់រឿងនេះកើតឡើងដោយសារខ្ញុំនឹងមិនគេចវេះទេថ្ងៃនេះខ្ញុំបានរកឃើញមូលហេតុពិតប្រាកដដែលដីរបស់យើងត្រូវកង់ហើយតំបន់ភាគខាងជើងទីក្រុងនោះមានការជួបជុំអ្នកអសាងក្រុងជាច្រើននិងក្រុមមនុស្សដែលមានប្រាក់ចំណូលទាបហេដ្ឋារចនាសម្ព័ន្ធជុំវិញខ្វះខាតខ្លាំងណាស់ប្លង់ដើមរបស់យើងគឺជាអគារពាណិជ្ជកម្មកម្រិតខ្ពស់និងផ្សារទំនើបមិនសមស្របនឹងតម្រូវការជាក់ស្ដែងតតែសោះមានតែធ្វើឲ្យតម្លៃទំនិញកើនឡើងផែនការប្រឆាំងគ្នាចុះមានន័យថាម៉េចយើងត្រូវលុបចោលគម្រោងនេះហើយចាប់ផ្ដើមឡើងវិញទាំងស្រុងយើងត្រូវបដូរផ្ទះពាណិជ្ជកម្មទៅជាអាផាតមិនស្នាក់នៅសម្រាប់យុវជនមានសមត្ថភាពនិងផ្ទះជួលយើងត្រូវកំណត់ថ្លៃជួលសមរម្យបំផុតផ្ដល់ឲ្យយុវជនដែលបានលះបង់យុវវ័យដើម្បីក្រុងឈៀនហេនៅផ្ទះមួយផ្ដេសផ្ដាសធ្វើបែបនេះប្រាក់ចំណេញរបស់យើងនឹងធ្លាក់ចុះយ៉ាងហោចណាស់ 70% សូម្បីតែទុកដើមទុនក៏ពិបាកដែរយើងជាអ្នកជំនួញមិនមែនធ្វើសប្បុរសធម៌ទេបើគ្រូសាស្ត្រត្រូវរលាយតែចំណេញ 100% មានប្រយោជន៍អីអ្វីដែលខ្ញុំធ្វើគឺដើម្បីឲ្យគ្រូសាស៊ូអាចរស់បន្តបានម្យ៉ាងទៀតនេះមិនមែនត្រឹមតែដើម្បីសង្គ្រោះខ្លួនឯងទេនេះជាអ្វីដែលគ្រូសាស៊ូយើងជំពាក់ក្រុងមួយនេះកាលពីមុនយើងគិតតែពីប្រាក់ចំណេញរហ័សអាស្រ័យលើ status គ្រូសាអភិជនមើលងាយគេឯងតើធ្លាប់មើលឃើញអ្នកអស៊ូនៅថ្នាក់ក្រោមពិតប្រាកដទេគេយ៉ាងសិប្រដៅត្រូវហើយមនុស្សត្រូវការការគោរពក្រុមហ៊ុនកាន់តែត្រូវទទួលខុសត្រូវចំពោះសង្គមគេយ៉ាងសិប្រដៅត្រូវហើយមនុស្សត្រូវការការគោរពក្រុមហ៊ុនកាន់តែត្រូវទទួលខុសត្រូវចំពោះសង្គមខ្ញុំយកព្រមតាមផែនការរបស់វ៉ាន់ធីងគ្រូសាសដល់ពេលត្រូវផ្លាស់ប្ដូរហើយអាផាតមិនស្នាក់នៅសួនច្បារបៃតងជាវលាវមិនកត់សម្គាល់ទេអីថាកញ្ញាស៊ូដូចជាភ្ញាក់រលឹកមែនទែនហើយលោកម្ចាស់វ័យក្មេងអភ័យទោសឲ្យនាងចឹងឬនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះខ្ញុំមើលថាឈូវ៉ាន់ឃីងដើម្បីធានាថាគម្រោងនេះមិនមានកំហុសនាងបានស្ម័គ្រចិត្តលាលែងពីតំណែងអនុប្រធានក្រុមហ៊ុនសូមទៅការដ្ឋានភាគជើងក្រុងធ្វើជាអ្នកសម្របសម្រួលផ្ទាល់មែនហើយឬថានាងបានរើទៅរស់នៅក្នុងរោងដែកនៅការដ្ឋានហើយរាល់ថ្ងៃហូបបាយប្រអប់ដោយកម្មករដែរក្នុងអាកាសធាតុក្តៅបែបនេះសម្រាប់អ្នកនាងអភិជនម្នាក់ពិតជាមិនងាយស្រួលទេក្នុងអាកាសធាតុក្តៅបែបនេះសម្រាប់អ្នកនាងអភិជនម្នាក់ពិតជាមិនងាយស្រួលមែនទៅមើលការដ្ឋានសំណង់បន្តិចទៅលោកស្រីប្រធានសុពិសាទឹកសិនទៅអរគុណលោកពូយ៉ែងលោកអ៊ំតើបានមើលប្លង់ផ្ទះលំនៅឋានថ្មីហើយឬនៅពេញចិត្តដែរទេពេញចិត្តខ្លាំងណាស់ពួកយើងជាកម្មករមកពីឆ្ងាយអាចមានកន្លែងជ្រកកោនត្រឹមត្រូវនៅឆែនហេកូនស្រីអាចរៀននៅធំសិក្សាក្បែរនេះរឿងនេះកាលពីមុនសូម្បីតែយោស័ព្ទក៏មិនហ៊ានសង្ឃឹមផងលោកស្រីប្រធានសិតជាមនុស្សល្អណាស់ទាំងអស់នេះដោយសារតែលោកស្រីហើយស៊ូវ៉ាន់ឃីងក្រឡេកមើលកាយវិការនាងពេលនេះ
មើលទៅស្រួលភ្នែកជាងការមកអង្វរខ្ញុំថ្ងៃនោះឆ្ងាយណាស់ហា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 លោកស្រីប្រធានសូមមានរឿងធំហើយជើងទំនប់ទឹកចំនួនបណ្ដោះអាសន្ននៅលេខ2ចិត្តត្រូវទឹកចំនួនបុកបាក់អស់ហើយនៅទីនោះមានស្តុកសម្ភាររាប់រយតោនជាសម្ភារសំណង់បរិស្ថានសម្រាប់ធ្វើសួនច្បារតើកម្មករជំនះចេញអស់ហើយឬនៅជំនះទៅកន្លែងមានសុវត្ថិភាពអស់ហើយប៉ុន្តែសម្ភារសំណង់ទាំងនោះគឺខ្ចីប្រាក់ទិញមកទេបើត្រូវទៅខូបភ្លេចខ្លាញ់អស់គម្រោងយើងមុខជាត្រូវបោះបង់ចោលមិនខានក្រុមហ៊ុនក៏ប្រឈមការខាតបង់ធ្ងន់ធ្ងរដែរយកខ្សែពូមកខ្ញុំទៅមើលលោកស្រីប្រធានសូគ្រោះថ្នាក់ណាស់ទៅមិនបានទេគុំនិយាយច្រើនខ្ញុំជាអ្នកទទួលខុសត្រូវគម្រោងនេះខ្ញុំត្រូវតែទៅរាល់គ្នាស្ដាប់តាមការបញ្ជារបស់ខ្ញុំរុញបោកខ្សាច់ការពារទៅខាងឆ្វេងប្រើខ្សែពួរដែលចងទប់កន្លែងត្រេតគេយ៉ាងសេបងឈួតហើយមែនទេបងគ្រាន់តែជាមនុស្សសាច់ឈាមធម្មតាប៉ុណ្ណោះបងគិតថាខ្លួនឯងធ្វើពីដែកឬសូម្បីតែជីវិតក៏មិនស្ដាយដើម្បីសម្ភារសំណង់ប៉ុណ្ណឹងឬនេះមិនមែនជាសម្ភារសំណង់ឡើយនេះជាក្តីសង្ឃឹមរបស់កម្មករចាស់ជាផ្ទះសម្បែងរបស់យុវជនដែលគ្មានលទ្ធភាពទិញផ្ទះយ៉ាងសេកាលពីមុនខ្ញុំធ្លាប់ធ្វើខុសខ្ញុំធ្លាប់ចិត្តអាក្រក់និងអាត្មានិយមប៉ុន្តែពេលនេះខ្ញុំយល់ហើយខ្ញុំការពារទីនេះមិនមែនត្រឹមតែដើម្បីត្រកូលសិននោះទេគឺដើម្បីមនុស្សទាំងអស់ដែលទុកចិត្តលើខ្ញុំទាំងអស់គ្នាយកឧបករណ៍មកជួយទប់ទឹកជំនន់យកគ្រឿងចាក់ធំមកផ្ចិតប្រហោងច្រកទឹកបាទលោកប្រុសគេយ៉ាងសេពាក្យសំទោសមួយម៉ាត់នេះគឺខ្ញុំជំពាក់បងយប់នោះខ្ញុំបោះបង់បងចោលកណ្ដាលភ្លៀងធ្លាក់ខ្លាំងគឺជាការមិនគោរពដល់ជីវិតមនុស្សគឺជាការជន់ឈ្លីសេចក្តីថ្លៃថ្នូរយប់នោះខ្ញុំបោះបង់បងចោលកណ្ដាលភ្លៀងធ្លាក់ខ្លាំងគឺជាការមិនគោរពដល់ជីវិតមនុស្សគឺជាការជន់ឈ្លីសេចក្តីថ្លៃថ្នូរខ្ញុំសូមទោសមិនមែនដោយសារបងជាលោកប្រុសនៃត្រកូលកាឡើយតែគឺក្នុងនាមជាមនុស្សស្មើភាពគ្នាខ្ញុំបានធ្វើឲ្យបងឈឺចាប់សូមទោសផងឈូវ៉ាន់គីងខ្ញុំទទួលយកពាក្យសុំទោសរបស់នាងហើយចាប់ពីពេលនេះទៅបញ្ជីចាស់កន្លងមកលុបចោលទាំងអស់ថ្ងៃសប្បាយសោះមិនក៏យំទៅវិញគេយ៉ាងគីងអរគុណច្រើនបើគ្មាននាងទេខ្ញុំប្រហែលជានៅតែជាមនុស្សអាត្មានិយមឆោឆងជាកូនស្រីច្បងត្រកូលស៊ូដែលគួរឲ្យស្អប់គឺនាងដែលធ្វើឲ្យខ្ញុំបានឃើញពិភពលោកពិតប្រាកដគឺនាងដែលធ្វើឲ្យខ្ញុំយល់ថាគុណតម្លៃនៃជីវិតមិនមែននៅលើការជិះជាន់ក្បាលមនុស្សប៉ុន្មានអ្នកទេតែនៅលើការដែលយើងបានជួយមនុស្សបានប៉ុន្មានអ្នកគុណតម្លៃនៃជីវិតមិនមែននៅលើការជិះជាន់ក្បាលមនុស្សប៉ុន្មានអ្នកទេតែនៅលើការដែលយើងបានជួយមនុស្សបានប៉ុន្មានអ្នកវ៉ាន់ខេងព្រមរៀបការជាមួយបងទេយល់ពមឲ្យបងប្រើកម្លាំងទាំងអស់ពេញមួយជីវិតដែលសល់នៅក្បែរស្រឡាញ់ពិភពលោកនេះជាមួយអូនទៅបង្កើតអ្វីដែលល្អប្រសើរថែមទៀតរៀបការជាមួយគេទៅរៀបការជាមួយគេទៅខ្ញុំព្រមរៀបការជាមួយគេទៅរៀបការជាមួយគេទៅរៀបការជាមួយគេទៅដល់វេលាល្អហើយយ៉ាងសេឲ្យខេងពីមុនមិនទាន់ដឹងអីសំណាងបានចៅជួយតម្រង់ទីគេឲ្យដើរផ្លូវត្រូវថ្ងៃមុខប្រគល់ស្រីម្នាក់នេះឲ្យចៅហើយត្រូវមើលថែគេឲ្យបានល្អណាស់លោកតាកុំបារម្ភកាន់ដៃគ្នារស់នៅជាមួយគ្នារហូតដល់ចាស់ខ្ញុំគេយ៉ាងស៊ីជីវិតនេះដាច់ខាតមិនក្បត់នាងឡើយតាចាស់មើលចៅប្រសាស្រីដែលខ្ញុំជ្រើសរើសទៅស្អាតបាត់ណាស់មែនទេត្រូវភ្នែកតាយើងពូកែជាងគេហើយបាននៅតាសួរឲ្យមិត្តភាពសម្រាប់ភូមិយើងកាលពីមុនថ្ងៃនេះចុងក្រោយបានផ្លែផ្កាហើយហាហាហា